ចូលសមរភូមិច្បាប់អន្តរជាតិហើយបន្ទាប់ពីកម្ពុជារុញសំណុំរឿងសមុទ្រចូលទៅក្នុងយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UN Plus របស់អង្គការសហប្រជាជាតិថៃបានតែងតាំងអ្នកជំនាញច្បាប់ជនជាតិអាល្លឺម៉ង់និងអាហ្វ្រិកខាងត្បូងដើម្បីតទល់កម្ពុជាក្នុងចំនួនតំបន់សមុទ្រត្រួតស៊ីគ្នាតំបន់នេះត្រូវគេដឹងថាមានទំហំ 26,000 គីឡូម៉ែត្រការ៉េដែលអាចមានឧស្ម័ននិងប្រេងតម្លៃ 300,000 លានដុល្លារយោងតាមកាសែត Bangkok Post និងក្រសួងការបរទេសថៃនៅថ្ងៃទី 16 ខែមិថុនាឆ្នាំ 2026 រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហៃសាភូមិកែនកែវបានប្រកាសថាថៃបានតែងតាំងលោក Rodiger Wolfroff អ្នកជំនាញច្បាប់ជនជាតិអាល្លឺម៉ង់និងលោក Albert Hoffman អ្នកជំនាញច្បាប់សមុទ្រជនជាតិអាហ្វ្រិកខាងត្បូងជាអ្នកផ្សះផ្សាតំណាងឲ្យភាគីថៃការតែងតាំងនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានជូនដំណឹងជាផ្លូវការទៅអង្គការសហប្រជាជាតិនិងថៃកាលពីដើមខែមិថុនាដើម្បីចាប់ផ្ដើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ចលើចំនួនដែនសមុទ្រដែលបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍កម្ពុជាក៏បានជ្រើសតាំងតំណាងអ្នកច្បាប់របស់ខ្លួនរួចរាល់ហើយដែរដែលតាមប្រភពក្រៅផ្លូវការបង្ហាញថាអ្នកជំនាញច្បាប់ជនជាតិដាណឺម៉ាកលោក Peter Johnson និងអ្នកជំនាញច្បាប់អន្តរជាតិបារាំងលោក Zhang Tovenin ជាអ្នកផ្សះផ្សារបស់ខ្លួនបើតាមនីតិវិធី UN Plus អ្នកផ្សះផ្សាដែលត្រូវបានតែងតាំងដោយភាគីទាំងពីរនឹងត្រូវជួបគ្នាក្នុងរយៈពេល30ថ្ងៃដើម្បីជ្រើសរើសប្រធានគណៈកម្មការម្នាក់មុនពេលចាប់ផ្ដើមដំណើរការជាផ្លូវការរដ្ឋមន្ត្រីការបរទេសថៃនិយាយថាដំណើរការនេះអាចចំណាយពេលរហូតទៅដល់2ឆ្នាំចំនួននេះមិនមែនទៅតែកើតឡើងថ្មីទេនៅឆ្នាំ2001កម្ពុជានិងថៃបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយហៅថា MOU 2001ដើម្បីបង្កើតក្របខ័ណ្ឌចរចាលើតំបន់ត្រួតស៊ីគ្នានេះនិងស្វែងរករូបមន្តអភិវឌ្ឍធនធានរួមគ្នាកាលពីខែឧសភាឆ្នាំ2026ថៃបានសម្រេចលុប MOU នេះចោលជាឯកតោភាគីដែលតម្រូវឲ្យកម្ពុជាត្រូវរុញសំណុំរឿងនេះចូលទៅក្នុងយន្តការអន្តរជាតិទោះជាយ៉ាងណាដំណើរការក្រោម UN Clause នេះមិនមែនជាការប្តឹងទៅតុលាការអន្តរជាតិដើម្បីកាត់សេចក្តីរកអ្នកឈ្នះនិងអ្នកចាញ់នោះទេគណៈកម្មការផ្សះផ្សានិងសិក្សាឯកសារស្ដាប់ហេតុផលរបស់ភាគីទាំងពីរនិងចេញអនុសាសន៍សម្រាប់ដំណោះស្រាយបើទោះបីជាអនុសាសន៍ទាំងនោះមិនមានកាតព្វកិច្ចច្បាប់ឲ្យភាគីទាំងពីរអនុវត្តក៏ដោយវាអាចក្លាយទៅជាសម្ពាធនយោបាយនិងច្បាប់ដ៏សំខាន់សម្រាប់ការចរចានាពេលអនាគតខ្ញុំរស់សុធាពី News Today on TTV